រឿងខ្មោចដើមស្វាយធំជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងពិតមួយដែលរឿងពិតនោះគឺកើតឡើងចំពោះរូបខ្ញុំផ្ទាល់ហើយរឿងនេះដែរគឺកើតឡើងក្នុងអំឡុងឆ្នាំ2008អញ្ចឹងកុំឲ្យខាតពេលយូររីករាយសន្តាប់ជាមួយខ្ញុំដូចតទៅដើមហេតុដំបូងហ្នឹងបងស្រីខ្ញុំគឺគាត់ធ្វើការរោងចក្រហើយកាលចំនួនហ្នឹងមិនសូវជាមានរោងចក្រដូចឥឡូវទេរោងចក្រដូចថាមានមួយមកដល់ថ្ងៃអ៊ំទូកអញ្ចឹងគឺគាត់មកលេងផ្ទះអ៊ំទូកដូចឥឡូវហ្នឹងអញ្ចឹងគឺគាត់មកលេងផ្ទះដល់ពេលគាត់មកលេងផ្ទះក្រោយចាប់អ៊ំទូកហ្នឹងគឺគាត់រឡានជិះទៅវិញអត់បានទេអញ្ចឹងគឺគាត់ពឹងឲ្យខ្ញុំហ្នឹងទៅហៅបងថ្លៃទៅប្រាប់បងថ្លៃតែបងថ្លៃគឺគាត់អត់ទាន់ការទេដូចថាគាត់ទៅជាគូលឹងគ្នាអញ្ចឹងហើយបងថ្លៃហ្នឹងគឺនៅភូមិខាងជើងហើយខ្ញុំទើបតែមកពីមើលឌីសម៉ោងប្រហែលជាជិត11យប់ហើយតែអាងតែខែភ្លឺដល់ពេលហ្នឹងគាត់ប្រាប់អូនណាអូនណាគាត់ប្រាប់ខ្ញុំហ្នឹងគាត់ថាខ្លួនឯងទៅប្រាប់បងថ្លៃឲ្យតិចមើលឲ្យព្រលឹមឡើងហ្នឹងមកយកបងផងដោយសារតែស្មើនេះបងទេទៅឡានគេមិញហ្នឹងគឺគេអត់មានគេមកយកទេហើយកាលនោះគឺខ្ញុំរៀងខ្លាខ្លំដែរខ្ញុំអត់ទៅខ្លាចដែរអត់អីទេខ្ញុំទៅប្រាប់ឲ្យដល់ពេលអញ្ចឹងខ្ញុំក៏ជិះកង់ហ្នឹងទៅប្រាប់ជិះទៅដល់អាដើមស្វាយធំដែលគេល្បីថាមានខ្មោចលងហ្នឹងគឺដំបូងមកដូចអត់មានឃើញអីទេជិះទៅធម្មតាទៅដល់ទ្របងថ្លៃហ្នឹងបងថ្លៃអត់នៅផ្ទះទៀតបងថ្លៃគាត់ទៅដេកផ្ទះពុកម៉ាក់គាត់នៅផ្ទះមួយទៀតអញ្ចឹងក៏ផ្ដាំតាមមីងដែលជាម្ដាយរបស់បងថ្លៃខ្ញុំថាមីងអើយចាំពេលបងមកវិញប្រាប់បងផងថាព្រឹកហ្នឹងឲ្យជូនបងស្រីទៅត្រឡប់ទៅធ្វើការវិញផងដោយសារតែគាត់អត់មានឡានជិះអត់មានលម្អជិះទេហើយក្រោយពីប្រាប់គាត់ហ្នឹងខ្ញុំក៏បានជិះកង់ត្រឡប់មកវិញជិះកង់តាមផ្លូវម្នាក់ឯងអញ្ចឹងទៅខែភ្លឺយើងមានអីត្រូវខ្លាចខែភ្លឺដូចថាវាច្បាស់ដែរហើយអាមកដល់ក្រុមដើមស្វាយហ្នឹងស្រាប់តែឃើញមនុស្សម្នាក់ខ្ពស់ប្រហែលជាកម្ពស់ចូល2ម៉ែត្រទៅរូបរាងវាដូចជាមនុស្សស្រីទទួលកណាត់អញ្ចឹងណាអញ្ចឹងដំបូងខ្ញុំអត់ខ្លាចទេដោយសារតែខ្ញុំខ្លាចគេលោលេងមួយខ្ញុំបើសិនជាគេលោលេងមួយយើងអញ្ចឹងទៅបើសិនជាយើងខ្លាចបើន័យថាគេសើចយើងណាអញ្ចឹងខ្ញុំអត់ទាន់រត់ទៅណាទេក្នុងប្រហែលជាប្រវែងជា10ម៉ែត្រហ្នឹងគឺខ្ញុំអត់មានរត់ទៅណាទេខ្ញុំឈរមើលសិនខ្ញុំឈរមើលប្រហែលជាមួយសន្ទុះប្រហែលជា4-10នាទីទៅខ្ញុំកំពុងអង្គុយពិចារណាមើលថាចេះអាហ្នឹងគឺជាខ្មោចឬក៏ជាមនុស្សតែបើសិនជាគេជាមនុស្សអាហ្នឹងយើងខ្លាចគេនឹងសើចយើងតែបើសិនជាខ្មោចអាហ្នឹងយើងនៅយួរបានទៀតទេអញ្ចឹងខ្ញុំមកគិតពិចារណាហើយខ្មោចស្រីនេះក៏គេអត់មានពិចារណាឲ្យដូចខ្ញុំដែរគេស្រាប់តែដើរទៅរុយសក់អូសដីដើរចូលកន្លែងដើមស្វាយធំនឹងផ្លុកហើយដំបូងខ្ញុំគិតថាមនុស្សហ្នឹងខ្ពស់ពេកខ្ញុំគិតថាប្រហែលជាជន់លើអីតែតាមពិតទៅអត់ជន់លើអីទេគឺមនុស្សស្រីហ្នឹងគឺខ្ពស់តែម្ដងដើរចូលដើមស្វាយហ្នឹងតែម្ដងហើយខ្ញុំក៏ឃើញចឹងឯណាទ្រាំបានមានតែដាក់មេប្រូចបដើកង់ចុះផ្លូវទៅហើយបដើកង់ចុះផ្លូវហ្នឹងបដើកង់កាត់បឹងស្រែទៀតកាត់បឹងស្រែបដើតតែផុតបឹងស្រែហ្នឹងទៅឡើងផ្លូវទើបជិះទៅមុខទៀតបានហើយដល់ពេលមកដល់ផ្ទះវិញខ្ញុំថេបទៅហប់ជិះកង់ហត់ខ្លាំងពេកដល់ពេលប្រាប់បងប្រុសថាអាចចេះតែប្រើទៅដែរហើយដើមស្វាយហ្នឹងអញធ្លាប់ឃើញម្ដងដែរតើកាលពីមុនហ្នឹងម៉ែហ្នឹងគឺគាត់ទៅយកសណ្ដែកបាយហើយអញដើរតាមហើយមិនទៅជាយប់ចឹងផងប្រហែលជាម៉ោង7ល្ងាចហ្នឹងហើយបងប្រុសខ្ញុំគាត់និយាយទៀតថាក្រោយពីគាត់ដើរទៅដល់ម្ដុំដើមស្វាយហ្នឹងគឺគាត់ឃើញមនុស្សស្រីម្នាក់ដែលដើរមកពីច្រាស់គ្នាមកវិញណាហើយចឹងគាត់ក៏ឈរមើលសិនដែរកាលហ្នឹងក៏អត់មាន7មានអីទេគាត់ដើរតែល្ងឹតទេចំនួនហ្នឹងដល់ពេលគាត់ឈរមើលគាត់ថាប្រហែលជាម៉ែគាត់ហៅម៉ែមែនគាត់ហៅ4-5ម៉ាត់អត់ឮស្រាប់តែម្នាក់ស្រីហ្នឹងដើរចូលដើមស្វាយហ្នឹងដែរដល់ពេលដើរចូលដើមស្វាយហ្នឹងដែរគាត់ក៏ថាខ្មោចក៏រត់ត្រឡប់មកក្រោយវិញអាហ្នឹងគាត់ឬបងប្រុសរបស់ខ្ញុំដែលនៅកន្លែងដើមស្វាយហ្នឹងដែរអញ្ចឹងហើយតាមផ្លូវដើមស្វាយហ្នឹងមានអ្នកជួបច្រើនណាស់មិនមែនមានតែខ្ញុំមានតែបងខ្ញុំទេអ្នកខ្លះជួបម្ដុំហ្នឹងដូចជាជិះម៉ូតូមកឃើញមេមន់ក្រាបសបុកនៅតាមផ្លូវក៏មានប៉ុន្តែចាប់អត់បានទេចាប់ទៅខុយតែមេមន់ក៏អត់រត់ទៅណាដែរអ្នកខ្លះគេធ្លាប់ជួបគេជិះកង់កាត់នឹងជិះម៉ូតូកាត់នឹងពេលយប់ឡើងអញ្ចឹងគេធ្លាប់ជួបហើយរឿងខ្មោចដើមស្វាយធំដែលខ្ញុំជួបផ្ទាល់គឺមានតែប៉ុណ្្នឹងទេហើយខ្ញុំអាចដឹងរឿងម្ដុំនឹងខ្លះច្រើនអញ្ចឹងវីដេអូនេះដូចជា
មិនច្រើនទេដូចជាមានតែប៉ុណ្ណឹងទេដោយសារតែរឿងនេះគឺខ្លីដែរយើងនិយាយតែយើងដឹងអញ្ចឹងណាតែចំណុចដែលយើងមិនដឹងគឺមានច្រើនព្រោះអីម្ដុំហ្នឹងគឺល្បីខ្លាំងដែរអញ្ចឹងវីដេអូដូចជាមានតែប៉ុណ្ណេះទេបងប្អូនខ្ញុំមានរឿងប៉ັດច្រើនទៀតដែរទុកចែករំលែកនៅវីដេអូក្រោយបើសិនជាខ្ញុំនិយាយខុសឆ្គងអីសូមបងប្អូនខន្តីអភ័យទោសផងដោយសារតែខ្ញុំទៅរៀនធ្វើវីដេអូថ្មីនេះទេអញ្ចឹងសូមអរគុណសូមគោរពលា